Showroom of Osato ដល់ក្រុម Galaxy Legend ដែលទទួលបានកៅអីឡើងទៅកាន់វគ្គ Grand Final មុនគេហើយនៅក្នុងការប្រកួត MBL Cambodia Season 10 ដែលយកឈ្នះទៅលើក្រុមខ្លាំងដែលមិនស្គាល់ពាក្យថាចាញ់សោះនោះគឺ Pro Esport នៅក្នុងលទ្ធផល3-0 ជាលទ្ធផលមួយដែលគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងយកទៅមែនតើមិនថាអ្នកគ្រប់គ្រង Pro Esport ឬក៏អ្នកគ្រប់គ្រងក្រុមផ្សេងៗនៅក្នុង MBL ទេគឺមានការភ្ញាក់ផ្អើលខ្លាំងយកទៅមែនតើចំពោះលទ្ធផលមួយនេះអ្វីដែលយើងមើលឃើញគួរឲ្យកត់សម្គាល់ខ្លាំងរវាងក្រុមទាំងពីរនេះឃើញថា Galaxy Legend មានទម្រង់លេងដ៏ល្អ Fireman របស់គេក៏ល្អទាំង Draft ក៏ល្អទាំងការ make នៅ team fight ទាំងការ do everything នៅក្នុង game គឺគាត់ធ្វើបានល្អខ្លាំងយកទៅមែនតើជាពិសេសគឺគាត់អាចយកឈ្នះទៅលើក្រុម Pro Esport នៅក្នុងលទ្ធផល3-0 ទៀតហើយបច្ចុប្បន្ននេះ Pro Esport គឺនឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម CFU Gaming នៅក្នុងវគ្គ Lower Final ដើម្បីដណ្ដើមកៅអីឡើងទៅកាន់វគ្គ Grand Final ផងដែរបើសិនបើក្រុមណាឈ្នះរវាងក្រុមពីរនេះនឹងឡើងទៅប៉ះជាមួយនឹងក្រុម Galaxy Legend ដែលជាក្រុមទទួលបានកៅអីដំបូងគេនៅក្នុង MBL Cambodia Season 10យ៉ាងក្នុងនាមយើងជា Pro Fam ឬក៏ Baby Shark មានតែជូនពរទៅកាន់ Team Idol របស់យើងទេសង្ឃឹមថា Pro Esport នឹងធ្វើបានល្អហើយ CFU Gaming ក៏ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដែរដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ Grand Final ចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរនឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្ត complete follow like ម្នាក់មួយផងអរគុណអ្នកនរជំរាបលា bye see you next video